បងគាត់ស្នើសុំឲ្យបញ្យល់ពាក់ព័ន្ធជាមួយនឹងប្រព័ន្ធទឹកបាទគាត់សួរថាតើយើងគួររៀបប្រព័ន្ធទឹកបែបម៉េចវិញបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងប្រព័ន្ធទឹកដូចជាមិនមានអីពិបាករៀបចំទេដូចនៅក្នុងវីដេអូនេះបាទគឺជាប្រព័ន្ធទឹកហូរចេញបាទហូរចេញក៏បានហូរចូលក៏បានដែរហើយករណីដែលហូរចេញគឺដោយសារតែយើងមាននេះយើងភ្ជាប់គ្នាកន្លែងនេះហើយនឹងអាស្រះនោះកន្លែងនេះខ្ញុំដាក់កែងមួយហើយខ្ញុំដាក់ស៊ីហ្វុងឡើងលើអញ្ចេះជាងករណីយើងចង់បង្ហូរទឹកចេញយើងគ្រាន់តែដកទយោហ្នឹងមកបាទយើងដកហ្នឹងទៅវាហូរទល់ទៅក្រៅហើយបាទអញ្ចឹងជាមួយខ្ញុំចុះដកឲ្យមើលណាបាទយើងដកបែបនេះមកបងនេះយើងដកអញ្ចឹងមកនេះដកអញ្ចឹងទៅទឹកគឺ 100% គឺវាហូរចេញក្រៅហើយបាទដកបែបនេះមកបាទទឹកគឺវាហូរចេញក្រៅហើយបាទហើយអញ្ចឹងស្រះផ្សេងទៀតក៏យើងមានប្រព័ន្ធទយោស៊ីហ្វុងឡើងដូចគ្នាដែរបាទអាហ្នឹងយើងភ្ជាប់គ្នាបាទដូចជាស្រះខាងនោះអីគឺយើងមានស៊ីហ្វុងដែរបងបាទនោះបាទស៊ីហ្វុងទយោហ្នឹងគឺបែបហ្នឹងបាទហើយយើងបោះហូរចូលទៅបាទហើយយើងធ្លាក់ទៅដក្រានៅខាងក្រោមបាទដក្រានៅខាងក្រោមអញ្ចឹងបើសិនជាបងគាត់ចង់មកមើលផ្ទាល់ដល់ទីតាំងក៏បានដែរបាទមកមើលផ្ទាល់មកបើសិនជាបងប្អូនយើងនៅតែអត់ទាន់ទៅយល់ច្បាស់បាទនោះទយោមួយនេះកន្លែងហូរចេញបាទបាទនេះអានោះទយោនោះមួយទៀតតែវារៀងកប់ដីដោយសារតែខ្ញុំអត់ទាន់កាត់កណាត់ទយោឡើងណាបាទនោះទយោមួយទៀតហ៎បងបាទបាទអញ្ចឹងហូរទៅក្រោយហូរធ្លាក់ទៅតាមស្រែគេទៅក្រៅទៅហើយបើករណីយើងបូមទឹកចូលវិញខ្ញុំដាក់ទឹកស្រះខ្ញុំចូលបាទព្រោះអានេះបាតស្រះនេះគឺទាបជាងមាត់ទឹកស្រះធំលើបាទហ្នឹងហើយអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាបាទ